លោកចៅកាំងមានអ្វីចង់លើកឡើងបន្តពីសប្តាហ៍មុនដូចនេះខ្ញុំបាទសូមអញ្ជើញប្រិយមិត្តមកតាមដានស្ដាប់ជាមួយនឹងយើងខ្ញុំដូចតទៅបាទជម្រាបសួរលោកចៅកាំងបាទបាទជំរាបសួរបងប្អូនរដ្ឋាភិបាលសុខសប្បាយជាអស់បងប្អូនរដ្ឋាភិបាលបាទសុខសប្បាយធម្មតាទេបាទអរគុណលោកចៅកាំងមុននឹងឲ្យលោកធ្វើការបន្តបកស្រាយនៅអ្វីដែលជាវប្បធម៌របស់ខ្មែរបន្តទៀតនោះជាដំបូងនេះមានប្រិយមិត្តអ្នកស្ដាប់នឹងបានសំណូមពរមកដល់វិទ្យុខ្មែរប៉ុស្តិ៍ដើម្បីឲ្យលោកនឹងជួយបកស្រាយនៅសំណួរដែលគាត់បានដាក់មកហ្នឹងគាត់សួរថាតើព្រហ្មញ្ញសាសនានឹងកើតឡើងនៅពេលណាហើយអ្នកណាជាអ្នកបង្កើតហើយថាតើព្រហ្មញ្ញសាសនានឹងមានផលប្រយោជន៍អ្វីខ្លះដែរដល់សង្គមជាតិខ្មែរនោះបាទនោះនេះល្អដែរសម្រាប់ខ្មែរព្រោះថាខ្មែរយើងសពថ្ងៃឃើញថានាំគ្នាកាន់សភៅដែលបោះពុំដោយប្រាំងតែឃើញថាប្រាំងតែបានធ្វើឲ្យសាសនាទាំងពីរបូកច្បល់គ្នាបាទដូចជាឈ្មោះរបស់ព្រះហ្នឹងគ្មានអីជាសំអាងជាងការទៅយកឈ្មោះព្រហ្មញ្ញសាសនាហ្នឹងមកដាក់ឲ្យឈ្មោះពុទ្ធសាសនាហើយភាគច្រើនហ្នឹងយករូបចម្លាក់បដិមាករពុទ្ធសាសនាហ្នឹងទៅដាក់ឈ្មោះព្រហ្មញ្ញសាសនាធ្វើឲ្យខ្មែរយើងនឹងមិនស្គាល់ការពុទ្ធថាតើព្រហ្មញ្ញសាសនានឹងជាអ្វីហើយព្រះពុទ្ធសាសនានឹងជាអ្វីប៉ុន្តែថ្ងៃនេះក៏មានបេតិបាយរីករាយជាខ្លាំងដោយសារបងអូនទាំងអស់គ្នាបានជួលសួរសំណួរនេះបាទត្រឹមត្រូវល្អណាស់ព្រហ្មញ្ញសាសនានិងព្រះពុទ្ធសាសនាមានពេលវេលាខុសគ្នាបាទឥឡូវយើងនិយាយពីអតីតកាលនៃភពផែនដីបានកកើតរហូតដល់ទៅស្នាមមនុស្សគឺជាជាតិពាន់ភូដំបូងអស់នៃការកកើតមនុស្សលោកបាទការសម័យកើតជាមនុស្សស្វាមនុស្សមានរាងរើហាក់ប្រហែលគ្នានឹងមនុស្សស្វាដែរឬក៏ស្វានឹងបានកើតមកប៉ុន្តែមានរោងហើយមានមុខមាត់ជាស្វានៅឡើយបាទនៅក្នុងផតកម្មនឹងព្រះអង្គលោកបានសម្ដែងអំពីរយៈកាលភពផែនដីដែលបានកើតនឹងមិនដឹងប្រមាណពាន់ឆ្នាំប្រមាណម៉ឺនឆ្នាំក៏ប៉ុន្តែនិយាយអំពីសត្វលោកត្រូវបានកកើតនៅក្នុងផតកម្មដំបូងហ្នឹងគឺគេកំណត់ 5000 ឆ្នាំក្នុង 5000 ឆ្នាំហ្នឹងយើងឃើញហើយថានៅក្នុងកាលវេលាគិតមកដល់សប្តាហ៍ថ្ងៃមាន4000ទៅ4500ព្រះវស្សាហើយដែលមានពុទ្ធសាសនាដំបូងបង្អស់ដែលខ្មែរយើងបានហៅសាសនានោះថាព្រះកុសវរៈឬក៏ព្រះកុសវសន្ធោនៅក្នុងសម័យអាណានិគមបារាំងបានដូរភាសាបាលីនោះទៅជាកុកសន្ធោវិញមានន័យថាធ្វើឲ្យខ្មែរយើងនឹងប្រែមិនរួចកុកហ្នឹងភាសាបាលីគ្មានទេបាទព្រោះកុហ្នឹងបើយើងសរសេរកាពីមុខប្រែអត់ចាញ់ទេតើសរសេរកុរៈហ្នឹងមានន័យថាប្រែមកថាកុមារភាពនឹងភាសាបាលីអញ្ចឹងឲ្យយើងសរសេរកុកប្រែអត់ចាញ់ទេព្រោះកៈហ្នឹងយើងបានដឹងហើយថាយើងអាចប្រែបានច្រើនយ៉ាងដល់ទៅ4នោះបាទអញ្ចឹងយើងឃើញថាចំណុចមួយចំនួនដែលយើងមានសពថ្ងៃវាជាការសរសេរបំភ្លៃរបស់អាណានិគមបារាំងនៅក្នុងសម័យនោះដើម្បីឲ្យខ្មែរនឹងភ្លេចជាតិភ្លេចសាសនារបស់ខ្មែរតែម្ដងហើយនៅក្នុងនោះដែរយើងយកពាក្យហ្នឹងមកពិចារណាបន្តទៅទៀតកុសវរៈហ្នឹងព្រះអង្គលោកប្រែមកថាជាកុមារភាពដែលជាស្វាមនុស្សស្វរៈហ្នឹងប្រែថាស្វាអញ្ចឹងកុសវរៈមានន័យថាកុនឹងកុមារភាពស្វរៈហ្នឹងប្រែថាស្វាមនុស្សបាទដល់ស្វតទេហ្នឹងប្រែថាមនុស្សអីអត់បានទេគឺយើងប្រែថាស្វាអញ្ចឹងតារាដាក់ស្វរៈប្រែថាស្វាមនុស្សមានន័យថាស្វានោះមានបញ្ញាមានលក្ខណៈសម្បត្តិឈានទៅដល់អាចជាមនុស្សបានហើយបាទនៅក្នុងរជ្ជកាលព្រះកុសវរៈហ្នឹងព្រះធម៌ឬភាសាថាបាលីហ្នឹងក៏មិនទៅមានច្រើនដែរយើងឃើញហើយខ្ញុំបានឃើញចុះច្បងទី1អង្គលោកសូគាថាបាទកុសវរៈសទ្ធាព្រះភគវីហ្នឹងមានន័យថាតិចណាស់ប៉ុន្តែក្របស្រូវហ្នឹងក៏ហោះចូលទៅក្នុងជង្រុកខ្លួនឯងហើយព្រះអង្គលោកបាននិយាយទៀតថាសាសនាព្រះកុសវរៈឬកុសវសន្ធោហ្នឹងគឺมันមានបល័យច្រើនទេបាទប៉ុន្តែយើងអស់គ្នារៀនសូត្រតាមដែរប៉ុន្តែរៀនអត់បានសម្រេចបាទនេះដោយសារសង្ខារធម៌បាទយើងបន្តមកទៀតនៅក្នុងប្រហែលជា4000ឆ្នាំហើយបាទ500ឆ្នាំកន្លងផុតទៅនៅលើផតកាបដែលហ្នឹងគឺមានព្រះមួយអង្គទៀតបានត្រាស់ដឹងជាព្រះពុទ្ធអង្គទី2គឺព្រះកស្សបៈបាទព្រះកស្សបៈហ្នឹងហើយដែល
ជាស្ថាបត្យនិកមួយដែលបានបង្កើតវេទពីរគឺវេទមួយហៅអកុសលហើយវេទមួយទៀតហៅកុសលបាននៅក្នុងរវាងដែលព្រះកសបៈបានត្រាស់ដឹងជាព្រះអង្គបើយើងចាប់រាប់ពី1000ឆ្នាំមុននៃគ្រិស្តសករាជបើយើងគិតមកដល់ឥឡូវវា3000ជាងឆ្នាំហើយបាទហើយមុន4000ឆ្នាំត្រឡប់មកវិញយើងឃើញថានៅចន្លោះប៉ុណ្ណឹងចន្លោះពី4000ឆ្នាំមុនហើយនឹង3000ឆ្នាំក្រោយគេឃើញថានេះជារជ្ជកាលនៃការត្រាស់ដឹងរបស់ព្រះកសបៈបាទព្រះកសបៈព្រះអង្គលោកជាព្រះមួយអង្គដែលមានដើមកំណើតជានាគមនុស្សមិនមែនជាមនុស្សទេនៅក្នុងវេលាចរិតមួយចំនួនគេបានឃើញគេបានសិក្សាស្រាវជ្រាវនិយាយអំពីខ្លួនមនុស្សក្បាលនេះដូចជានៅក្នុងប្រាសាទតាព្រំហើយនៅក្នុងប្រាសាទកោវត្តហើយនៅក្នុងប្រាសាទនានាដូចជានៅខាងប្រាសាទបឹងភូប្រាសាទលួងរោងប្រទេសសៀមសពថ្ងៃដែលយើងឃើញថាមានសិលាចារឹកឬក៏មានបដិមាករមួយចំនួនហ្នឹងគេបានឆ្លាក់អំពីខ្លួនមនុស្សក្បាលនេះបាទនឹងរចនាបទហ្នឹងគឺឃើញមាននៅច្រើនសពថ្ងៃនៅតែសល់ច្រើនបាទព្រះកសបៈបានសរសេរវេទកុសលហ្នឹងហើយបានផ្ទេរវេទកុសលហ្នឹងឲ្យព្រះកោនិគមនោពោធិសត្វបើយើងគិតមកដល់ឥឡូវព្រះអង្គលោកបានត្រាស់ដឹងរយៈពេល3500ព្រះវស្សាហើយបាទអញ្ចឹងនៅក្នុងរជ្ជកាលរបស់ព្រះកសបៈហ្នឹងសាសនារបស់ព្រះអង្គត្រូវបានបង្រៀនមកព្រះកោនិគមនោពោធិសត្វហ្នឹងឲ្យបានដឹកនាំពំយួរគម្ពីរវេទកុសលធម៌នេះឯងហើយរយៈពេលហ្នឹងរហូតមកដល់រវាងសតវត្សទី8បានព្រះកសបៈមានតួអង្គមួយអង្គទៀតដែលត្រូវយកគម្ពីរអកុសលហ្នឹងមកសិក្សាគឺមានឈ្មោះថាព្រះមនីសីទេពដែលយើងហៅរាល់ថ្ងៃហើយក្នុងសម័យអតីតកាលនោះលោកមានពនាមថាទសរថបាទព្រះអង្គទសៈឬក៏ទសរថហ្នឹងគឺជាកូនរបស់ព្រះបាទគូលែនរាជរបស់ខ្មែរផងដែរព្រះអង្គក៏បានរកឃើញគម្ពីរវេទអកុសលដែលបានលាក់នៅក្នុងលអាងមរណៈហ្នឹងហើយក៏បានរៀនសូត្រចេះដឹងខាងអកុសលហ្នឹងហើយសំខាន់បំផុតហ្នឹងគឺពេលហ្នឹងព្រះអង្គបាននាំយកលទ្ធិអកុសលនៅក្នុងវេទហ្នឹងទៅកាន់ប្រទេសឥណ្ឌាហ្នឹងជាលើកដំបូងបាទហើយអញ្ចឹងបើយើងនិយាយសិក្សាទៅឥណ្ឌាបានស្គាល់ព្រហ្មញ្ញសាសនានៅក្នុងរវាងសតវត្សទី8ហើយព្រះអង្គក៏បានសម្រាប់ស្ដេចឥណ្ឌាមួយចំនួនដែលការពារទឹកដីនោះហើយក៏បានយកទឹកដីធ្វើជាចំណុចខ្មែរទៀតផងបាទព្រហ្មញ្ញសាសនាមានន័យថាជាវេទដែលនិយាយអំពីអកុសលមានតួអង្គ3បាទជាតំណាងនៅក្នុងសាសនារបស់ព្រហ្មញ្ញហ្នឹងគឺតួអង្គព្រះវិស្ណុបាទវិស្ណុហ្នឹងគឺជាអ្នកបង្កើតលោកបាទគេតែងសាងប្រាសាទផងដែរដើម្បីដាក់ព្រះវិស្ណុហ្នឹងបាទហើយតួអង្គទី2របស់សាសនាព្រហ្មញ្ញហ្នឹងគឺឈ្មោះថាព្រះនរាយណ៍តួអង្គទី2នោះនៅក្នុងសាសនាព្រហ្មញ្ញសាសនាគេមិនអនុញ្ញាតឲ្យដាក់នៅក្នុងប្រាសាទទេបាទយើងឃើញហើយនៅក្នុងប្រទេសខ្មែរក៏មានកន្លែងខ្លះបានឃើញគ្រូបដិមាករដៃចំនួន8ឬក៏ដៃចំនួន16ដៃចំនួន10អីចឹងទៅប៉ុន្តែគ្មានប្រាសាទសម្រាប់ដាក់រក្សាទុកទេព្រះនរាយណ៍នោះមាននីតិជាអ្នកបំផ្លាញលោកហ្នឹងបាទបំផ្លាញអ្វីដែលបានកើតមកនៅក្នុងលោកហ្នឹងចឹងហើយបាននៅក្នុងអំណាចនៃការបំផ្លាញលោកព្រះឥសីទេពឬក៏ទសរថហ្នឹងមិនបានសាងប្រាសាទដើម្បីថ្វាយព្រះនរាយណ៍ទេបានបន្ទាប់មកទី3មិនមែនជាព្រះទេបងប្អូនទី3នេះគេហៅសេវៈបាទសេវៈហ្នឹងគឺគេមានសាងជាវត្ថុប្រហាក់ប្រហែលគ្នាទៅនឹងគ្រាយោនីនោះបាទយើងឃើញការស្រាវជ្រាវការខ្ញុំជាកម្មវិធីស្រាវជ្រាវខ្ញុំបានរកឃើញជាច្រើននៅក្នុងខេត្តបាត់ដំបងគឺនៅក្នុងប្រាសាទស្នឹងមាននៅសេសសល់ច្រើនប៉ុន្តែឥឡូវនេះក៏បានបាត់បង់អស់ដែរដោយសារតែមនុស្សនឹងបានយកទៅលក់ទៅដូរអីចឹងទៅបាទហើយសេ
វៈលឹងហ្នឹងមានន័យថាគេមានឆ្លាក់រូបក្បាលហ្នឹងស្រដៀងទៅនឹងទ្វាឧមាមានន័យថាទ្វាស្ត្រីនោះយោនីរបស់ស្ត្រីនោះហើយបានធ្វើក្បាលហ្នឹងមានរាងដូចជាលឹងរបស់បុរសបាទហើយគេធ្វើពិធីទេវរាជហ្នឹងដើម្បីឲ្យវិញ្ញាណរបស់អ្នកកាន់ព្រហ្មញ្ញសាសនាឬក៏អ្នកដែលទទួលឥទ្ធិពលរបស់ព្រហ្មញ្ញសាសនាហ្នឹងមកចូលរូបដែលគេឲ្យឈ្មោះអ្នកនោះថាបារមីបាទយើងឃើញថានៅក្នុងរវាងសតវត្សទី8ខ្មែរយើងបានប្រើឥទ្ធិពលរបស់ព្រហ្មញ្ញសាសនានេះធ្វើសង្គ្រាមវាយយកប្រទេសបែកខាងលើរបស់ប្រទេសជាតិយើងទាំងស្រុងហើយយកមកធ្វើជាចំណោទហើយចំណែកខាងព្រះគម្លុងរាជដែលព្រះអង្គជាស្ដេចដឹកនាំប្រទេសនៅក្នុងសម័យនោះលោកបានប្រើឥទ្ធិពលសាសនាបកោនីគង់ដូរពោធិសត្វហ្នឹងបានវាយយកភាគខាងក្រោមនៃប្រទេសខ្មែរមានចក្រភពរ៉ូម៉ាំងឯជាដើមបាទនៅក្នុងហ្នឹងយើងឃើញថាពួកអឺរ៉ុបមានដល់អង់គ្លេសដល់អីណោះបាទដែលត្រូវជាចំណុចខ្មែរចឹងយើងឃើញថាបងអូនសួរថាតើព្រហ្មញ្ញសាសនាហ្នឹងមានប្រយោជន៍ដែរឬទេក្នុងការដឹកនាំប្រទេសជាតិខ្មែរបើនិយាយពីប្រទេសចក្រពត្តិនៅក្នុងសម័យនោះមានប្រយោជន៍ប៉ុន្តែសពថ្ងៃបើយើងនិយាយអំពីក្រោយពេលដែលខ្មែរคล้ายទៅជាប្រទេសដូចសពថ្ងៃបាត់បង់នគរបាត់បង់អីទាំងអស់ហ្នឹងយើងឃើញថាព្រហ្មញ្ញសាសនាហ្នឹងគ្មានប្រយោជន៍សម្រាប់ខ្មែរទេបាទធ្វើឲ្យជាតិ4នគរជារដ្ឋចក្រភពកម្ពុជាហ្នឹងរលាយដោយសារតែស្នាដៃព្រះអេសីទេពហើយឬក៏ទសរដ្ឋនឹងឯងបងប្អូនចង់ដឹងរឿងពិតនៃប្រវត្តិសាស្ត្រហ្នឹងគឺថាយើងតតែមកមើលរូបចម្លាក់នៅប្រាសាទបាយ័នទៅបាទព្រះអង្គនឹងបាននិយាយប្រាប់យើងអំពីការប្របាទជ័យវរ្ម័នទី7លើកទ័ពទៅវាយនគរចម្ប៉ានោះមូលហេតុធ្វើឲ្យបានបាត់បង់ទឹកដីដល់ទៅ2ផ្នែកទី1គឺធ្វើឲ្យយួនមានឱកាសសម្រាប់ចម្ប៉ាហ្នឹងយកទឹកដីបាទហើយទី2ធ្វើឲ្យសយ៉ាំមានឱកាសសម្ដើមយកប្រទេសមេតឡាយនឹងធ្វើជាប្រទេសថៃដល់សពថ្ងៃអញ្ចឹងយើងឃើញថាបាត់បង់ទឹកដីទីកន្លែងគឺនគរចម្ប៉ាមួយហើយនគរមេតឡាយមួយក្រោយមកទឹកដីយើងបារាំងបានដាក់ឈ្មោះឲ្យថាចេនឡាលើចេនឡាក្រោមនិយាយរួមគួរឲ្យអស់សំណើចដែរដែលបារាំងមិនស្គាល់ប្រទេសខ្មែរឈ្មោះអីបាទខ្ញុំនៅតែអស់សំណើចរាល់ថ្ងៃបងអូនអស់សំណើចត្រង់ថាបារាំងមិនស្គាល់ឈ្មោះនគរខ្មែរប៉ុន្តែមិនក៏វាដឹងប្រវត្តិរបស់ខ្មែរហើយបានសរសេរប្រវត្តិនោះឲ្យខ្មែរមួយចំនួនដែលលងលក់នៅក្នុងអំពើមួយគេថាមិនព្រមរៀនសូត្រមិនព្រមសិក្សាប្រាជ្ញានោះចេះតែកម្មសភៅបារាំងនឹងថាសភៅបារាំងនឹងត្រឹមត្រូវហើយយកជាតាអញ្ចឹងប៉ុន្តែខ្ញុំគិតថាអ្នកទាំងអស់នោះគង់តែភ្ញាក់ខ្លួនក្នុងថ្ងៃណាមួយទេព្រោះថាគាត់ជាខ្មែរគាត់ក៏ដូចខ្ញុំប្រកាសជាគាត់មានឆន្ទៈស្រឡាញ់ខ្មែរហើយគាត់នឹងបានគិតថាគាត់ចាស់ទៅគាត់ត្រូវការអ្វីដែលពុកម្ដាយរបស់គាត់បានមកសល់ទុកឲ្យព្រោះឥឡូវភ្លើងសង្គ្រាមក៏ត្រូវបានរលត់ហើយគ្មានអ្នកណាមួយចង់ឲ្យខ្មែរមានសង្គ្រាមតទៅទៀតទេអញ្ចឹងខ្ញុំក៏ក្នុងនាមជាអ្នកអក្សរសាស្ត្រខ្មែរម្នាក់ខ្ញុំចង់ឃើញអ្នកទាំងអស់គ្នាទោះបីជាអ្នកនឹងកាន់ធ្វើបារាំងក្តីកាន់ធ្វើខ្មែរក្តីឲ្យនាំគ្នាយកធម៌ពិចារណាហ្នឹងមកធ្វើជាត្រីមុខវិញយើងមើលតើបារាំងនៅស្អីកន្លែងនោះសំរុំដែរឬទេគេហៅដោយលោកតារាជនឹងកោតូចអញ្ចឹងនគរអន្តពតបរិយខ្មែរហ្នឹងគេដាក់ឈ្មោះលោកតារាជម៉ែមកនគរហៅតារាជអាប្រាំងតែនោះវាថាព្រះវិស្ណុតើព្រះវិស្ណុហ្នឹងកំអាងទៅលើអីបាទឥឡូវយើងបញ្យល់បន្តិចទៅបាទព្រះវិស្ណុលុត្រាតែព្រះអង្គនឹងមានដៃ8នឹងដូចគ្នាឬក៏ដៃ4មួយជំនាញនឹងដូចគ្នាប៉ុន្តែលោកកាន់គ្រឿងសត្រាវុធដែលសម្រាប់សត្វលោកមានដំបងតាសាក់ហ្នឹងមួយសំខាន់ណាស់នៅក្នុងដៃរបស់ព្រះវិស្ណុហ្នឹងមានកាន់ដំបងតាសាក់បាទម៉ែយើងហៅដំបងតាសាក់ហ្នឹងថាមោងតាសាក់ដល់សប្តាហ៍ហ្នឹងផងដែរហើយទី2គឺមានប្រខាំងបាទទី3ហ្នឹងមានកងចាក់បាទទី4ហ្នឹងមានគេហៅទេពមរណៈហ្នឹងគឺថាកាលណាតែចោលទៅធ្វើឲ្យមនុស្សមិនរើមុខទេទាំងអ្នកកាន់ល្អអ្នកកាន់អាក្រក់អីឲ្យតែប្រឆាំងនឹងព្រះវិស្ណុហ្នឹងគឺថាអ្នកឯងត្រូវតែស្លាប់ទាំងអស់ហើយបាទអញ្ចឹងទេពមរណៈហ្នឹងគឺគេខ្លាចខ្លាំងណាស់បាទហើយចំណុចមួយទៀតហ្នឹងគឺខ្យល់សាំងនៅដៃរបស់
វិស្ណុហ្នឹងគេថាសាហាវក្រៃលែងបើសិនណាជាសូទៅហើយចង់តាំងធ្វើឲ្យទឹកចំនួនលិចរហូតដល់តែស្លាប់មនុស្សលោកសត្វលោកហ្នឹងអស់តែម្ដងបាទហ្នឹងគេនិយាយអំពីអំណាចរបស់ព្រះវិស្ណុអញ្ចឹងយើងឃើញថាលោកតារីហ្នឹងលោកមានវត្ថុមួយគត់គេហៅព្រះពលីសួរហើយតបថ្ងៃហ្នឹងទៅវាយទៅអីអញ្ចឹងទៅបែកបាក់រូបចម្លាក់ដែលនៅដៃហ្នឹងឲ្យមើលទៅបាត់បង់ខ្លះធ្វើឲ្យលែងស្គាល់ទៅហើយក៏ចេះនិយាយថាកាន់លឹងអីចឹងទៅវាជារឿងចម្លែកដែលនៅក្នុងប្រវត្តិសាស្ត្ររបស់ព្រហ្មញ្ញសាសនាដែលខ្ញុំបានរៀនសូត្រផ្នែកស្រាវជ្រាវវិទ្យាគឺព្រះអង្គអត់មានអ្នកណាទៅកាន់លឹងទេមានព្រះវិស្ណុណាគេព្រមកាន់លឹងទេព្រមមានព្រះសេវៈរបស់គេផ្សេងមួយទៀតដែលផ្នែកលឹងហើយនឹងយោនីនោះគេហៅសេវៈយើងក៏ចែកបែងចែកចឹងនៅក្នុងហ្នឹងគឺយើងឃើញថាព្រះវិស្ណុហ្នឹងជាតួអង្គមួយបង្កើតលោកហ្នឹងដោយអំណាចផ្ដាច់ការបាទអ្នកណាដែលមិនព្រមគោរពតាមអ្នកនឹងត្រូវស្លាប់ហើយអ្នកណាដែលគោរពតាមនឹងត្រូវរស់ហ្នឹងគេហៅព្រះវិស្ណុដល់ព្រះនរាយណ៍នោះព្រះអង្គលោកកាន់ភ្លើងបាទគេហៅគប់ភ្លើងហ្នឹងមានច្រើនបាទលោកមានកាន់ច្រើនយ៉ាងបាទព្រះភ្លើងបាទព្រះខ័នភ្លើងនាគភ្លើងអញ្ចឹងឲ្យតែយើងឃើញមានតួអង្គកាន់សត្វនាគនោះយើងសំងាយហៅពស់ហ្នឹងខុសហើយគេហៅនាគភ្លើងគេថាព្រះនរាយណ៍ហ្នឹងកាន់តែវត្ថុដែលមានភ្លើងបាទនៅដៃហ្នឹងមានគប់ភ្លើងហ្នឹងមួយមានកងចាក់ភ្លើងហ្នឹងមួយបាទមាននាគភ្លើងហ្នឹងអញ្ចឹងទៅដល់កន្លែងណាដុតបំផ្លាញព្រៃដុតបំផ្លាញមនុស្សម្នាហ្នឹងឲ្យឆេះឲ្យកំទេចកំទីអត់លោកនឹងដល់អំណាចនៃការបំ